ធីភ្ជាប់ពាក្យរបស់ខ្មែរគ្មានកិច្ចសំពះផ្ទឹមចងដៃទេក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងធម្មការនិងសាសនាបានរួមគ្នាបញ្ជាក់យ៉ាងច្បាស់ថាក្នុងពិធីភ្ជាប់ពាក្យរបស់ខ្មែរពីជំនាន់ដើមគ្មានកិច្ចសំពះផ្ទឹមចងដៃនៅក្នុងថ្ងៃស្ដីដណ្ដឹងភ្ជាប់ពាក្យនោះទេសេចក្តីអំពាវនាវរបស់ក្រសួងពាក់ព័ន្ធទាំងពីរនៅថ្ងៃទី1មិថុនានេះបានឲ្យដឹងថានាពេលកន្លងមកប្រជាជនកម្ពុជាមួយចំនួនបានប្រារព្ធពិធីភ្ជាប់ពាក្យកូនចៅដោយបញ្ចូលកិច្ចសំពះផ្ទឹមចងដៃហើយក៏មានប្រជាជនខ្លះបានប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការសញ្ញាស័ក្តិនិងរូបសញ្ញារដ្ឋបាលមកប្រើប្រាស់នៅក្នុងកិច្ចពិធីមួយចំនួននៃមង្គលការប៉ុន្តែការរៀបចំពិធីបែបនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ទម្រង់ដើមនៃការរៀបអាពាហ៍ពិពាហ៍និងមិនមែនជាទំនៀមទម្លាប់ដូនតាខ្មែរពីបុរាណទេព្រោះថាកិច្ចសំពះផ្ទឹមចងដៃត្រូវបានរៀបចំតែក្នុងថ្ងៃនៃពិធីមង្គលការតែប៉ុណ្ណោះរីឯឯកសណ្ឋានសម្គាល់មន្ត្រីរាជការសញ្ញាស័ក្តិនិងរូបសញ្ញារដ្ឋបាលក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការនោះដែរក្រសួងវប្បធម៌និងក្រសួងធម្មការបញ្ជាក់ថាទម្រង់ដើមនៃអាពាហ៍ពិពាហ៍ឬមង្គលការគឺជាពិធីបង្កប់ទៅដោយទស្សនវិជ្ជាអប់រំសិលធម៌និងគុណតម្លៃវប្បធម៌ដ៏ឧត្តុង្គឧត្តមជាពិសេសការផ្ដល់តម្លៃដល់ស្ត្រីជាធំទម្រង់នៃកិច្ចនីមួយៗត្រូវបានដូនតាខ្មែររៀបចំឡើងយ៉ាងត្រឹមត្រូវនិងមានលំដាប់លំដោយច្បាស់លាស់ដោយបែងចែកដាច់ពីគ្នារវាងពិធីភ្ជាប់ពាក្យនិងពិធីមង្គលការអត្ថន័យពិធីភ្ជាប់ពាក្យឬស្ដីដណ្ដឹងគឺជាដំណាក់កាលដំបូងនៃការព្រមព្រៀងគ្នារវាងចាស់ទុំទាំងសងខាងទុកដាក់កូនចៅភ្ជាប់សាច់ភ្ជាប់ឈាមឲ្យបានជាគូស្រករនឹងគ្នាក្នុងពេលខាងមុខនៅក្នុងកិច្ចពិធីភ្ជាប់ពាក្យទំនៀមទម្លាប់បុរាណខ្មែរមានតែកិច្ចចែកជើងស្ដីដណ្ដឹងជូនវត្ថុបញ្ចាំចិត្តបំពាក់ចិញ្ចៀននិងពិសាស្លាបញ្ជាប់ពាក្យពិសាស្លាភ្ជាប់ពាក្យប៉ុណ្ណោះឯសាមីខ្លួនប្រុសស្រីមិនទាន់ខ្លាយជាប្តីប្រពន្ធពេញលក្ខណៈតាមច្បាប់និងប្រពៃណីនៅឡើយទេខ្លឹមសារកិច្ចសំពះផ្ទឹមនឹងចងដៃគឺជាការសែនព្រេនដល់ជីដូនជីតាមេបាទាំងសងខាងផ្សំផ្គុំសាមីខ្លួនប្រុសស្រីជាប្តីប្រពន្ធដែលមានញាតិមិត្តទាំងសងខាងបាចផ្កាស្លាឲ្យពរជ័យទទួលស្គាល់ជាប្តីប្រពន្ធស្របតាមប្រពៃណីតរៀងទៅលិខិតបញ្ជាក់ទៀតថាប្រពៃណីទំនៀមទម្លាប់បុរាណខ្មែរហើយការអនុវត្តរបស់ប្រជាជនមួយចំនួនកន្លងមកមិនស្របតាមលំអានក្បួនប្រពៃណីធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃដើមនៃពិធីមង្គលការខ្មែរដោយគ្មានកិច្ចសំពះផ្ទឹមចងដៃនៅក្នុងថ្ងៃស្ដីដណ្ដឹងភ្ជាប់ពាក្យនោះទេ